កូនផ្សោតទន្លេមេគង្គទើបកាត់ថ្មីមួយក្បាលទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកម្ពីក្នុងភូមិកម្ពីឃុំសំបុកស្រុកចិត្តបុរីខេត្តក្រចេះកាលពីថ្ងៃទី27ខែមេសាឆ្នាំ2026ដោយនេះជាកូនផ្សោតទី6ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ2026និងនាំឲ្យសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ចំនួនសរុប118ក្បាលនេះបញ្យងតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅលើទំព័រ Facebook នាព្រឹកថ្ងៃទី28ខែមេសាឆ្នាំ2026កូនផ្សោតដែលទើបប្រទះឃើញនេះត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅវេលាម៉ោង 15:20 នាទីរសៀលហើយក៏ត្រូវបានចុះផ្ទៀងផ្ទាត់ដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផលខណ្ឌរដ្ឋបាលជលផលក្រចេះនិងអង្គការ WWF ផងដែរកូនផ្សោតនេះមានអាយុប្រមាណ3ថ្ងៃមានសុខភាពល្អនិងកំពុងហែលលេងជាមួយក្រុមសត្វផ្សោតពេញវ័យប្រមាណ6ក្បាលផ្សេងទៀតក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបញ្ជាក់ថានេះគឺជាកូនផ្សោតទី6ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ2026តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះបានធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ចំនួនសរុប118ក្បាលជាមួយគ្នានេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនឆ្មាំទន្លេអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃនេះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋអង្គការដៃគូនិងសហគមន៍មូលដ្ឋានគឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាបាននូវកំណើនសត្វផ្សោតជាបន្តបន្ទាប់ទន្ទឹមនឹងលទ្ធផលដ៏គប្ប្រសើរនេះក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទនិងប្រជាពលរដ្ឋទាំងអស់សូមបន្តកិច្ចសហការនិងចូលរួមការពារសត្វផ្សោតដែលជារតនសម្បត្តិជាតិមានជីវិតរបស់យើងតាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេនិងគោរពតាមការណែនាំរបស់ឆ្មាំទន្លេដើម្បីឲ្យកូនផ្សោតតូចៗទាំងនេះអាចធំធាត់ដោយសុវត្ថិភាពការចូលរួមរបស់បងប្អូនគឺជាដង្ហើមរបស់សត្វផ្សោតទន្លេមេគង្គ